bản ca và ca QR codeនៅលើ poster ណាបាទនេះគឺជា poster របស់ខ្ញុំដែលបាន design ហើយគឺការលក់ស្បែកជើងជាមួយការធានាមួយឆ្នាំតម្លៃ$12អានេះគឺជាការ design poster sample ជាការ poster ជាតំណាងជាឧទាហរណ៍តែជាក់ស្ដែងខ្ញុំចង់បាន QR code មួយដើម្បីឲ្យគេ scan QR code ហ្នឹងដើម្បី contact ចូលទៅក្នុង page ដើម្បីធ្វើការកម្មង់ទិញអញ្ចឹងឧទាហរណ៍ណាអូខេឥឡូវបើចាំយូរយើងឈរនៅលើ poster របស់យើងនឹងមកបន្តទៀតយើងចូលមក line app បាទ app នេះត្រង់ line នេះបាទ app ហើយយើងស្វែងរកពាក្យថា QR code បើកាលណាយើងរកឃើញទេយើងទៅ search line នេះតែហ្មងណាបាទតែម្ដងណាអញ្ចឹងតែចាក់ស្ដែងវាមាននៅលើនេះហើយអញ្ចឹងយើងចុច QR code នឹងមួយមកហើយកឡោនឬក៏បោកថងនេះគឺយើងដាក់ link ដាក់ URL ចូលណាបាទ URL ចូលអញ្ចឹងទេខ្ញុំមានហើយ URL នេះអញ្ចឹងខ្ញុំដាក់ link នៃ page នេះហ្មងណាហើយគេ scan មកគេចូលទៅ page នឹងហ្មងណាបញ្ជាក់ណាហ្នឹងអញ្ចឹងទេអូខេឥឡូវនេះយើងធ្វើការ copy link បាទនៅលើនេះបាទអញ្ចឹងយើង copy មកបាទតមកទៀតយើងបិទវាចោលយើង pass link ចូលប្លោះនេះបាទប្លោះនេះក៏ប៉ុន្តែពាក់ព័ន្ធជាមួយនឹងការដាក់ link នៅលើ Facebook ណាខ្ញុំសូម recommend ចុះវិញខ្ញុំសូមបើក notepad មួយបាទ notepad មួយហើយខ្ញុំសូម pass link ចូលនេះយើងយកឲ្យខ្លីយកប៉ុណ្ណេះមកនេះឲ្យស្រួលណាឲ្យស្រួលក្នុងការយើងដាក់ចូលណាយើងប៉ុណ្ណេះវិញមិនយើង copy បាទ copy ហើយបានយើងយកមកដាក់ចូលឡើងវិញកន្លែងនេះយើងលុបចោលវិញបាទលុបចោលហើយយើងធ្វើការ pass link មិញដាក់ចូលហើយយើងធ្វើការ generate ចុច generate នេះកន្លែង customize យើងរើស color លើខ្លះ color ស color ខ្មៅអញ្ចឹងណាសហើយខ្មៅអញ្ចឹងទៅឬក៏យើងអាចរើសពណ៌ផ្សេងក៏បានដែរតែចិត្តទីនេះសូមយកពណ៌នេះចុះណាហ្នឹងនេះអញ្ចឹងវាចេញអញ្ចឹងអញ្ចឹងយើងអាចទាញវាមកសំរុំមកណាទាញវាមកសំរុំមកដាក់កន្លែងណាមួយដាក់ទំហំមកសំរុំដែលយើងគិតថាគេមើលឃើញអញ្ចឹងណាពេល scan ទៅកាលណាបើគេយកទូរស័ព្ទមក scan មកគឺវា access ចូលទៅក្នុង page មួយនេះតែម្ដងណាដោយសារតែយើងដាក់URL address page មួយហ្នឹងណាបាទអញ្ចឹងចំពោះវីដេអូហ្នឹងគឺមានប៉ុណ្ណឹងទេបាទសូមអរគុណ